កងនេះអាក្រហមហ្នឹងពីមុនគេសម្រាប់ដាក់ឲ្យអ្នកទោសញ៉ាំហ្នឹងតែឥឡូវមិនឡើងថ្លៃម៉េះអ្នកមានមុំអីក៏មានលុយទិញញ៉ាំដែរណាស្វាគមន៍មកកាន់ Foodtel នីតិអាហារ All About Food នៅសតវត្សទី18នៅអាមេរិកខាងជើងអ្នកធ្វើការយាមគុកហ្នឹងគាត់បានឃើញបកងនេះហ្នឹងវាច្រើនពេកអញ្ចឹងទៅគាត់ក៏ដាក់ឲ្យអ្នកទោសញ៉ាំទៅហើយអ្នកទោសហ្នឹងគឺត្រូវបានគេបខំឲ្យញ៉ាំបកងនេះហ្នឹងទៀតពួកវាបានត្រូវវាឡើងមកលើឆ្នេរហ្នឹងសឹងតែរាល់ថ្ងៃដែលធ្វើឲ្យគេអ្នកនៅលើឆ្នេរហ្នឹងដែលគេចេញទូកចេញអីគឺពិបាកក្នុងការរកស៊ីទៀតចឹងគេធ្វើបខំចិត្តយកវាទៅបោះចោលប៉ុន្តែដោយឡែកនៅក្នុងរដ្ឋ Massachusetts បប្រទេសអាមេរិកហ្នឹងគឺបានចែងមកថាมันអាចបង្ខំឲ្យអ្នកទោសញ៉ាំបកងនេះនឹងលើសពី3ដងក្នុងមួយអាទិត្យទេនោះគឺគេបានចាត់ទុកបកងនេះនឹងគឺជារបស់មួយដែលគ្មានតម្លៃទេសាច់របស់វាគឺទុកឲ្យអ្នកទោសញ៉ាំសម្បករបស់វាគេអាចយកទៅដាំដំណាំបានគេអាចយកធ្វើជាចំណីត្រីក៏បានដែរក្រុមហ៊ុនចំណីអាហារមួយបានកែច្នៃសាច់បង្កងនោះដាក់ចូលទៅក្នុងកំប៉ុងរួចផ្ញើទៅឲ្យទាហានដែលកំពុងតែប្រយុទ្ធនៅសង្គ្រាមមកអត់ទាន់បានទៅដល់ទាហាននៅសង្គ្រាមឯណាអ្នកដំណើរនៅលើផ្ទះភ្លើងហ្នឹងគឺភ្លក់មុនទៅហើយពេលព្រួយអ្នកដំណើរអស់ហ្នឹងគឺគាត់រស់នៅជិតសមុទ្រទេអញ្ចឹងគឺគាត់ដែរញ៉ាំសាច់បកងហ្នឹងឡើយភ្លក់ទៅគឺគាត់មានអារម្មណ៍ថាឆ្ងាញ់ហើយបកងនេះហ្នឹងគឺជាមុខម្ហូបមួយដែលតំណាងឲ្យភាពប្រណិតភាពថ្លៃអ្នកខ្លះមានលទ្ធភាពញ៉ាំវាទេប៉ុន្តែបើសិនជាយើងអាចញ៉ាំវាបានគឺវាជាជម្រើសមួយដ៏ពិសេសភោជនីយដ្ឋានខ្លាយថ្លៃជួនកាលគេដាក់បកងនេះនៅទាំងរស់ឬក៏គេយកមកធ្វើឲ្យយើងញ៉ាំភ្លាមគឺមានតម្លៃខ្លាំងក៏ពពកមិនគួរឲ្យជឿទេម្ហូបដែលគេលប់បោះបង់ចោលសោះប៉ុន្តែខ្លះជាម្ហូបមួយដែលថ្លៃតែបើសិនអ្នកនរចង់សាកបកងនេះអាចទៅវៀតណាមបានព្រោះខ្ញុំធ្លាប់ញ៉ាំនៅនឹងតម្លៃថោកតែមាន$30អីញ៉ាំបានហើយ